តង្ហើយគឺជាកូនកំព្រាឪពុកតាំងពីក្មេងមកហើយគាត់រស់នៅក្នុងភាពក្រីក្រអស់រយៈពេលយ៉ាងយូរនៅក្នុងតំបន់ហឺណានតង្ហើយជាក្មេងតដិតតាំងពីក្មេងហើយគាត់ចំណាយពេលជាប្រចាំទៅមើលគោនៅអាយុ12ឆ្នាំគាត់បានផ្លាស់ទីលំនៅមកស្រុកអ៊ីងឈွန်ជាមួយនឹងម្ដាយរបស់គាត់នៅតាមផ្លូវគាត់បានឃើញភ្នូររបស់ឈិនស៊ឺហើយនៅលើភ្នូរនោះគេបានសរសេរថាអត្ថបទរបស់គាត់គឺជាគំរូសម្រាប់ពិភពលោកអកប្បកិរិយារបស់គាត់គឺជាស្តង់ដារសម្រាប់អ្នករៀនសូត្រនៅពេលដែលគាត់មើលអ្វីដែលគេសរសេរនេះហើយតង្ហើយក៏បដូរឈ្មោះខ្លួនឯងគាត់ហៅខ្លួនឯងថាតឹងហ្វានប៉ុន្តែក្រោយមកទៀតដោយសារតែគ្រួសាររបស់គាត់មានអ្នកដែលមានអាយុច្រើនជាងគាត់នឹងឈ្មោះថាតឹងហ្វានរួចទៅហើយអញ្ចឹងតឹងហើយក៏បដូរឈ្មោះរបស់គាត់មកតឹងហើយវិញទៅតឹងហើយត្រូវបានគេឧទ្ទេសនាមឲ្យចូលធ្វើជាមន្ត្រីកសិកម្មនៅពេលដែលគាត់នៅក្មេងនៅឡើយពីព្រោះគេមើលឃើញសមត្ថភាពរបស់គាត់ជាពិសេសគឺសមត្ថភាពរៀនសូត្រខុសគ្នាពីក្នុងសាច់រឿងទីប្រឹក្សាស៊ឺម៉ាអ៊ីដែលតឹងហើយត្រូវស៊ឺម៉ាអ៊ីមើលឃើញតាំងពីដំបូងមានអ្នកដទៃទៀតដែលគេមើលឃើញតឹងហើយរួចហើយប៉ុន្តែនៅពេលដែលគាត់ធ្វើការពីព្រោះតែគាត់និយាយត្រដិតខ្លាំងពេកដូច្នេះទោះបីជាការងារល្អក៏គេមិនប្រម៉ូតគាត់ដែរព្រោះតែបែបនេះតឹងហើយក៏ទៅកាន់រក្សាស្រូវអង្គដូចនៅក្នុងរឿងអញ្ចឹងគឺជាអ្នកប្រមូលស្រូវគាត់ធ្វើការងារជាអ្នកប្រមូលស្រូវមែនប៉ុន្តែតឹងហើយចាប់អារម្មណ៍លើផ្នែកកងទ័ពរាល់ពេលដែលគាត់ឡើងទៅលើជួរភ្នំខ្ពង់រាបណាក៏ដោយគាត់តែងតែសង្កេតមើលទីតាំងភូមិសាស្ត្រនៅជុំវិញហ្នឹងរួចហើយគាត់គូរជាផែនទីចេញមកគូរទៅតាមសន្តានដីថាកន្លែងណាដែលអាចដាក់ប្រកបទ័ពបានកន្លែងណាដែលអាចបោះជំរំបានកន្លែងណាស័ក្តិសមនឹងការពារពេលដែលធ្វើសង្គ្រាមហើយអ្នកដទៃទៀតដែលធ្វើការជាមួយគ្នានឹងគេឃើញបែបហ្នឹងគេនាំគ្នាសើចចំអកឲ្យតឹងហើយប៉ុន្តែតឹងហើយមិនបានខ្វល់ពីអ្នកទាំងអស់ហ្នឹងទេនេះគឺជាប្រវត្តិរបស់គាត់មុនពេលដែលគាត់បានជួបជាមួយនឹងស៊ឺម៉ាអ៊ីចំណុចខ្សោយរបស់តឹងហើយមិនមែនប្រាជ្ញាទេប៉ុន្តែគឺការនិយាយស្ដីគាត់ជាមនុស្សតដិតគាត់ក៏ទទួលស្គាល់ដែរថាខ្លួនឯងតដិតអញ្ចឹងពេលនិយាយជាមួយគេបើគេស្ដាប់មិនយល់ទេគឺគេសើចគាត់តឹងហើយមិនឲ្យចំណុចខ្សោយពីកំណើតរបស់គាត់នេះរារាំងគាត់ទេគាត់រកវិធីធ្វើយ៉ាងណាឲ្យអ្នកដទៃទទួលគាត់ទាំងដែលគាត់និយាយតដិតអញ្ចឹងបើសិនជាការនិយាយស្ដីរបស់គាត់មិនពីរោះគាត់ពឹងទៅលើជំនាញផ្សេងទៀតដូចជាការសរសេរការរៀបចំយុទ្ធសាស្ត្រហើយជាមួយនឹងចំណេះដឹងមូលដ្ឋានដែលពីព្រោះគាត់ជាអ្នកចោះទៅផ្ទាល់ដូចនៅក្នុងរឿងទីប្រឹក្សាស៊ឺម៉ាអ៊ីអញ្ចឹងពេលដែលមកគឺគាត់និយាយមិនបានល្អទេគាត់សុំគូផែនទីឲ្យមើលពេលដែលគូហើយទើបគាត់ចាប់ផ្ដើមបញ្យល់អញ្ចឹងស៊ឺម៉ាអ៊ីអាចយល់ថាម្នាក់នេះច្បាស់លាស់រឿងភូមិសាស្ត្រការគ្រប់គ្រងចំណុចខ្សោយរបស់ខ្លួនឯងចាប់ផ្ដើមនៅពេលដែលយើងមិនឲ្យចំណុចខ្សោយនេះคล้ายទៅជាលេសដើម្បីបង្អាក់ខ្លួនឯងតឹងហើយមិនចាត់ទុកថាការនិយាយតដិតនេះគឺជាផ្លូវតច្រករបស់គាត់ទេគាត់យល់ថានៅមានផ្លូវផ្សេងទៀតដែលអាចដើរវាងអាការតដិតនឹងបានពីព្រោះតដិតនេះមិនដឹងថាពេលណាដែលវាឈប់ទេនៅក្នុងរឿងគឺយើងឃើញថាក្រោយពេលដែលប្រពន្ធគាត់ស្លាប់គាត់កើតទុក្ខអស់ចិត្តទៅគាត់លែងតដិតប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រតឹងហើយនៅតែតដិតដែរការកាន់ដាវខ្លួនឯងនៅក្នុងឧទាហរណ៍របស់តឹងហើយនេះបានន័យថាយើងមិនរងចាំឲ្យអ្នកដទៃមកដោះស្រាយចំណុចខ្សោយរបស់យើងទេគឺយើងត្រូវរកចំណុចខ្លាំងណាដែលយើងមានប្រៀបជាងគេដើម្បីយកមកបិទបាំងឬក៏មកជំនួសចំណុចខ្សោយមួយហ្នឹងចំណុចខ្លាំងអាចបើកទ្វារបានចំណុចខ្សោយទោះបីជាធ្វើឲ្យគេអាណិតប៉ុណ្ណាក៏មិនអាចបើកទ្វារអីចេញដែរតឹងហើយនិយាយតដិតអញ្ចឹងគាត់ដឹងថាគ្មានអ្នកណាជួយគាត់បានតឹងហើយមិនមានទំនាក់ទំនងនៅក្នុងរាជការទេអញ្ចឹងគាត់ដឹងថាគ្មានអ្នកណាគេអូសទាញគាត់ទេតឹងហើយមិនមែនចេញពីគ្រួសារអ្នកមានទេអញ្ចឹងគាត់កាន់តែយល់ថាអ្នកផ្សេងទៀតមិនខ្វល់ពីសក្តានុពលរបស់គាត់ទេខ្វល់ពីសមត្ថភាពរបស់គាត់ទេសូម្បីតែអ្នកធ្វើការជាមួយគាត់ក៏គេនាំគ្នាសើចចំអកគាត់ដែរពេលដែលឃើញគាត់អង្គុយគូផែនទីអីហ្នឹងអញ្ចឹងបើយើងមើលលទ្ធផលនិងអាជីពរបស់តឹងអាយយើងមិនចាំបាច់មើលការបរាជ័យរបស់គាត់ចុងក្រោយទេយើងមើលតែលទ្ធផលដែលគាត់បានសាងពីព្រោះតឹងអាយគឺជាអ្នកដែលវាយបែកនឹងកោស៊ូអញ្ចឹងបង្ហាញឲ្យឃើញថាគាត់ជាអ្នកកាន់ដាវខ្លួនឯងតាំងពីដើមមករហូតគាត់រៀនពីភូមិសាស្ត្ររៀនពីការទុកដាក់ស្បៀងដោយខ្លួនឯងដោយការចោះទៅផ្ទាល់គាត់គូផែនទីដោយខ្លួនឯងទោះបីជាគ្មានអ្នកណាឲ្យគាត់គូក៏ដោយតឹងអាយទទួលខុសត្រូវទាំងស្រុងទៅលើការរីកចម្រើនរបស់ខ្លួនឯងនៅពេលដែលអ្នកដទៃសើចចំអកការនិយាយតដិតរបស់គាត់គឺគាត់មិនខ្វល់ទេគាត់បន្តធ្វើកិច្ចការរបស់គាត់ទៅទៀតពីព្រោះគាត់ដឹងថាអាការនិយាយតដិតនេះទោះបីជាគាត់ខ្វល់យ៉ាងណាក៏គេនៅតែសើចចំអកដែរនៅក្នុងរឿងយើងឃើញថាគេយកឈិនឈីងមកដើរតួជាអ្នកសើចចំអកឲ្យតឹងអាយប៉ុន្តែក្នុងលក្ខណៈលេងសើចមីទោះបីជាលេងសើចក៏ដោយក៏យើងនៅតែមើលឃើញថាការនិយាយតដិតនៅក្នុងជួរមន្ត្រីរាជការមិនមែនជារឿងល្អទេបើសិនជាយើងមានចំណុចខ្លាំងច្រើនហើយយើងប្រើប្រាស់ចំណុចខ្លាំងរបស់យើងបានញឹកញាប់ការកាន់ដាវខ្លួនឯងនេះវាកាន់តែងាយស្រួលចំណុចខ្សោយរបស់យើងនឹងត្រូវគេមើលរំលង
ដោយការនិយាយតឌិតរបស់តឹងអាយ